ចាជម្រាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះឈីវណ្ណាជាទីប្រឹក្សារបស់សាកលវិទ្យាល័យហុងស៊ុយថ្ងៃនេះនាងខ្ញុំសូមចែករំលែកពាក់ព័ន្ធនឹងមុខរបរទាំង5ធាតុឬក៏ជំនាញទាំង5ធាតុជំនាញនឹងមុខរបររួមគ្នាទាំង5ធាតុហ្នឹងអញ្ចឹងសម្រាប់ជំនាញទី1គឺមុខរបរទី1គឺជាធាតុឈើគឺយើងមានជាមេធាវីគ្រូពេទ្យតែពេទ្យជំងឺទូទៅពេទ្យផ្នែកឱសថគ្រូបង្រៀនស្ថាបត្យករចិនសែថ្នាំបុរាណជាងឈើអ្នកផ្សំកូនឈើឬក៏បង្កាត់កូនឈើអ្នកថែសួនអ្នកមើលសួនអ្នកលក់ជាបណ្ដាញអ្នកលក់អនឡាញអ្នកចិញ្ចឹមត្រចៀកកម្មអ្នកដេកូខាងតុបតែងជាងកាត់សក់ឬក៏ធ្វើសក់ជាងចម្លាក់អំពីឈើគ្រឿងសង្ហារឹមអំពីឈើសម្លៀកបំពាក់អ្នកច្នៃម៉ូដគ្រូពេទ្យផ្នែកសរសៃប្រសាទហើយនិងអ្នកសេដ្ឋកិច្ចហ្នឹងគឺធាតុឈើចឹងបន្ទាប់ទៀតគឺជាមុខរបរទាក់ទងនឹងធាតុភ្លើងគឺជាមុខរបរដែលពាក់ព័ន្ធនឹងភ្នែកដូចជាពេទ្យភ្នែកពេទ្យបេះដូងវិស្វករអគ្គិសនីពេទ្យកែសម្ផស្សជាងភ្លើងអ្នកជួសជុលគ្រឿងអេឡិចត្រូនិកអ្នកកាសែតអ្នកស៊ើបអង្កេតអ្នកលក់ប្រេងឥន្ធនៈឬក៏លក់ហ្គាសអ្នកលក់គ្រឿងអគ្គិសនីអ្នកលក់គ្រឿងសម្អាងសម្លៀកបំពាក់អ្នកផ្សាយពាណិជ្ជកម្មប្រព័ន្ធសូឡាភាគហ៊ុនឬក៏តារាឬក៏តួកុនហ្នឹងជាជំនាញនឹងមុខរបររបស់ធាតុភ្លើងចំណែកឯមុខរបរធាតុដីឬក៏ជំនាញធាតុដីយើងមានពេទ្យឆ្មបវិស្វករខាងរ៉ែវិស្វករសំណង់អ្នករុករ៉ែផ្នែកអចលនទ្រព្យកសិកម្មគឺអ្នកចិញ្ចឹមសត្វក៏កសិកម្មអ្នកធ្វើស្រែក៏កសិកម្មអ្នកដាំដំណាំយកផ្លែក៏ជាកសិកម្មធនាគារជាតិអ្នកប្រមូលអេចាយអ្នកធ្វើការដោយកម្លាំងអ្នកលក់ជីឬក៏ជីហ្នឹងក៏ជាធាតុដីដែរអ្នកទិញផលិតផលកសិកម្មក៏ជាធាតុដីដែរអ្នកដែលមានរោងម៉ាស៊ីនកិនស្រូវក៏ជាមុខរបរធាតុដីដែរហើយអ្នកលក់គ្រឿងសំណង់អ្នកធ្វើម៉ុងអាចារ្យខ្មោចទីហ៊ានអ្នកលក់បាយឬក៏លក់អង្ករក៏ជាមុខរបរធាតុដីដែរអញ្ចឹងទី4គឺមុខរបរធាតុមាសមុខរបរធាតុមាសនិងជំនាញធាតុមាសមានដូចជាពេទ្យធ្មេញពេទ្យឆ្អឹងពេទ្យវះកាត់អ្នកបច្ចេកវិទ្យាអ្នក IT អ្នកផលិតអាវុធអ្នកលក់គ្រឿងអលង្ការអ្នកច្នៃម៉ូដអលង្ការក៏ជាធាតុមាសដែរអ្នកលក់ដែកអ្នកវេលុយឬក៏អ្នកចងការប្រាក់ក៏ជាធាតុមាសដែរអ្នកលក់គ្រឿងចក្រដូចជាឡានគ្រឿងចក្រធុនធ្ងន់ធុនស្រាលសម្រាប់ធ្វើកសិកម្មក៏ជាធាតុមាសដែរចាអញ្ចឹងចុងក្រោយគេគឺមុខរបរធាតុទឹកមុខរបរធាតុទឹកពាក់ព័ន្ធនឹងពេទ្យជំនាញពេទ្យត្រចៀកច្រមុះបំពង់កនិងមុខរបរធាតុទឹកពេទ្យស្ត្រីអ្នកផ្នែកទំនាក់ទំនងឬក៏អ្នកកាទូតហ្នឹងក៏ជាជំនាញធាតុទឹកអ្នកដែលបើកក្លឹបកំសាន្តឬក៏សថាគារក្លឹបបោកគក់ក៏ជាធាតុទឹកដែរហើយអ្នកចិញ្ចឹមស្ត្រីអ្នកនេសាទត្រីឬក៏គ្រឿងសមុទ្រគ្រូបង្រៀនហែលទឹកក៏ជាធាតុទឹកផ្នែកដឹកជញ្ជូនក៏ជាធាតុទឹកហើយអ្នកស៊ីកំចុងក៏ជាធាតុទឹកអ្នកលក់គុយទាវសំទោសអ្នកលក់គុយទាវក៏ធាតុទឹកដែរព្រោះសិតតែទឹកក្នុងគុយទាវហ្នឹងហើយអ្នកលក់កាហ្វេក៏ធាតុទឹកដែរអញ្ចឹងមុខរបរទាំង5ធាតុហ្នឹងចាប់តែប៉ុណ្ណឹងសូមអរគុណសាកលវិទ្យាល័យហុងស៊ុយបណ្ដុះបណ្ដាលវិជ្ជាជីវៈហុងស៊ុយបែបវិទ្យាសាស្ត្រនិងធម្មជាតិ